សួស្តីអ្នកទាំងអស់គ្នាអូខេហ្នឹងហើយចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពី process នៃការ interview កាប៊ីនគ្រូចឹងវាអាចជាសម្រាប់ idea ទៅដល់អ្នកដែលស្រឡាញ់វិស័យអាកាសចរណ៍ចង់ឲ្យទៅជាកាប៊ីនគ្រូមានន័យចង់និយាយអត់មុននឹងចូលទៅសាច់រឿងរបស់យើងអត់ឥឡូវចឹងចាំមើល process ទាំងអស់គ្នាទុក surprise អូខេអញ្ចឹងដំណាក់កាលទី1យើងចូលមកគឺយើងត្រូវមក registration តែសិនសួស្តីបងអញ្ចឹងសម្រាប់ document តើយើងត្រូវឆ្លៀតគេខ្លះដែរសម្រាប់ឯកសារយើងមានដូចជាជីវប្រវត្តិរូបសង្ខេបដែលយើងហៅថា CV ឬក៏ resume យើងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬក៏ passport សញ្ជាតិខ្មែរមានសៀវភៅស្នាក់នៅឬក៏សៀវភៅគ្រួសារសម្បត្តិកំណើតកាតវ៉ាក់សាំង COVID-19 ឯកសារបើសិនជាគាត់ជា cabin crew ពីមុនយើងមានឯកសារជា reference ពីកន្លែងការងារចាស់របស់គាត់បាទអញ្ចឹងតើយើង complete ទាំងអស់ទើបយើងទៅខាងនេះបានអូខេអញ្ចឹងបន្ទាប់ពី check document ហើយយើង complete everything ហើយបាទយើងអាចមកធ្វើ high check ជាមួយនឹងអាមេរិកអញ្ចឹងរបៀបនៃការ check ចរោមនុស្សក៏កម្ពស់ប្រហែល70ឡើងទៅទាំងអត់អញ្ចឹងសម្រាប់មកគឺកម្ពស់លើប្រហែល70ហើយគឺគាត់អូខេអញ្ចឹងយើង complete តែអញ្ចឹងមួយទៀតគឺយើងត្រូវធ្វើ average នៅខាងលើនោះតើយើងឈោងដៃដល់អាចចំណុចនេះអត់អញ្ចឹងបើយើងឈោងបាត់ដល់បានហើយក៏យើង pass ជាមួយតាណាអញ្ចឹងបន្ទាប់ទៀតគឺយើងទៅgrooming check ហើយនឹង catwalk ក្នុងបន្ទប់មួយទៀតអញ្ចឹងទៅពេលដែលឆ្លងដំណាក់កាលរបស់កម្ពស់របស់អីរបស់យើងជាប់អស់ហើយគឺយើងត្រូវមក grooming check and catwalk នៅក្នុងបន្ទប់មួយទៀតដែរជាដំណាក់កាលមួយទៀតដែលវាសំខាន់ដែរអូខេអញ្ចឹងនៅក្នុងបន្ទប់ grooming check and catwalk នឹងមាន instructor យើងពីរនាក់គាត់នឹង check អញ្ចឹងរបៀបនៃការ check តោះយើង check គេខ្លះ Okay, so please show me your hands. Okay, so at first we're gonna check the hands ensure there's no any scar or any injury or anything on the hands and Please show one. one round okay Okay, smile. Show me your big smile. smile give me your best smile okay so this part we will focus on the smile and the teeth okay so Please faster do one catwalk for me. one catwalk Please introduce yourself. អូខេអញ្ចឹងណែនាំខ្លួនតែប៉ុណ្្នឹងឯងណែនាំខ្លួនហើយពួកគាត់នឹងគេហៅអីគេ evaluate តែថាអាចនឹង pass ជាមួយនឹងវគ្គ grooming ហ្នឹងអាចបន្តទៅវគ្គ one on one interview អត់អញ្ចឹងគឺពីអ្នកគាត់អ្នកសម្រាប់មានរឿងអីមកពីអ្នកគាត់ខ្ញុំមិនដឹងទេមកដល់ចូលដល់នេះនេះមិន sample ទេ sample ទេអូខេអញ្ចឹងបន្ទាប់ពី grooming check and catwalk ហើយបើសិនជាយើងជាប់វគ្គនោះយើងនឹងត្រូវមកone on one interview អញ្ចឹង one on one interview ហ្នឹងគឺយើងមានបន្ទប់មួយដែរយើងត្រូវសម្ភាសជាមួយ management ឬមួយក៏ខាង HR អីចឹងទៅអូខេអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីចេញពីវគ្គ one on one interview ដំណាក់កាលចុងក្រោយគេមួយទៀតគឺ English test អញ្ចឹង English test ហ្នឹងគេនឹងឲ្យរយៈពេលយើងពី10ទៅ15នាទីឬក៏20នាទីអីទៅតាមសំណួរអញ្ចឹងណាអញ្ចឹងយើងនឹងធ្វើអាហ្នឹងគឺជាវគ្គ final ចុងក្រោយរបស់គេហើយថ្ងៃហ្នឹងទូនាទីធ្វើគេខ្លះ ហ្នឹង work កពូ call up candidate នេះអ្នកដៃគូខ្ញុំនេះពីនេះនេះ គេមាន pairing របស់គេ pairing គេឥឡូវតែមួយទៀតឥឡូវគេថតវីដេអូទៀតនេះ multi function ទៅ all star នៃ Asia គឺ multi function multi task multi skill ត្រូវចេះគ្រប់មុខ ខ្ញុំកណ្ដាលវិញចូលដើរប្រហែលជា20000ជារៀល បើសិនហាត់ប្រាណវិញហាត់ប្រាណហ្នឹង cardio ពី cardio ហើយ អូខេហើយមិនដែរ candidate យើងថ្ងៃហ្នឹង energy ទៅហើយ Yes energy ទៅហើយអ្នក talent ក៏ច្រើនគាត់ប្រកែរួមគឺ រួមផងច្រៀងផងចង់ចេះរាប់ពី candidate ដែរ បាទក្នុងក្លឹប អូខេឥឡូវសូម move មកបងថ្ងៃហ្នឹងបងឯងធ្វើគេខ្លះដូចទូនីតិថ្ងៃហ្នឹង ពេលហ្នឹងធ្វើគ្រប់មុខទាំងអស់ គ្រប់មុខទាំងអស់ មុខបន្ទប់ថ្ងៃគេត្រូវការ support ទៅថ្ងៃនេះគឺសបោអ្នកហត់ទៅហត់មកបើនិយាយពី cardio វិញគឺ2 30000ចាហៀនហ្នឹងគ្រប់គ្នាខាងនេះមិនឃើញហើយគឺនៅខាង grooming check and catwalk អូខេបងថ្ងៃហ្នឹងទូនីតិនៅក្នុងការ recruiting បងធ្វើគេខ្លះថ្ងៃហ្នឹង ថ្ងៃហ្នឹងខ្ញុំធ្វើជាអ្នក document tag និង register ពេលពួកគាត់មកគឺគាត់កាន់ជា head copy មួយ CV គាត់និងឯកសារផ្សេងៗទៀតដូចជាសម្បត្តិកំណើតតញ្ញាណប័ណ្ណនិងសញ្ញាបត្រគាត់គឺយើង check តាមមកគឺយើង pass ទៅខាង team បងពូ ហ្នឹងហើយគឺទៅថ្ងៃហ្នឹងគឺគ្រប់មុខហត់ទៅហត់មកហើយបេក្ខភាពយើងនឹងឃើញមិនដែរបង បេក្ខភាពយើងឃើញថាស្អាតៗច្រើនមែនតើ ហើយខ្លាំងបាក់ហើហ៎ មកនឹងហៅដឹងថាយក តើអត់ដឹងថាណាគេយើងម្ចាស់ជីលីពី let's see Let's see